Ok សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺជាមេរៀនទី2ដែលបង្ហាញពីរបៀបដែលយើងចាប់ផ្ដើមជាមួយ Bootstrap 3.3.4 តែយើងចាប់ផ្ដើមជាមួយវាមិនបានដើម្បីបង្កើតជា project web static ហើយនឹងចុងបញ្ចប់គឺខ្ញុំមានការបង្ហាញរបៀប import ឬក៏យកវាទៅដាក់នៅក្នុង ASP.NET web page អូខេឥឡូវដំបូងគឺខ្ញុំចូលទៅកាន់ Bootstrap ហើយបន្តមកខ្ញុំចូលទៅកាន់ website របស់វាគឺ bootstrap.com បន្តមកដើម្បីនេះគឺយើងធ្វើការ download វាគឺយើងចូលទៅកាន់ website នេះគឺ getbootstrap.com ដើម្បីធ្វើការ download project របស់វាបាទខ្ញុំចុចកន្លែងនេះឬក៏ចុចកន្លែង get start នេះក៏បានដូចគ្នាឥឡូវខ្ញុំចុចកន្លែង download នេះគឺវាមានតាមប្រភេទរបស់វាបាទនេះវាមាន bootstrap và មាន source code វាមាន slash ជាទូទៅគេប្រើពួក developer website ហ្នឹងជាមួយនឹង bootstrap ហ្នឹងគឺជាទូទៅគឺគេប្រើ bootstrap bootstrap នេះឥឡូវយើងមកមើល structure របស់វាអញ្ចឹង bootstrap នេះវាមាន structure file folder វាមាន3គឺ folder cs ដែលមានផ្ទុក file ដូចជាគេ style bootstrap.cs bootstrap map អានេះសម្រាប់ bootstrap min.cs អញ្ចឹងអា bootstrap នេះហើយនៅអា bootstrap min.cs នេះកុំឆ្ងល់បានថាអា bootstrap .cs នេះគឺជា file ដែលយើងអត់តន់ compress បានថាគេអត់តន់ compress បានថាយើងអាចធ្វើការកែប្រែបានប៉ុន្តែឲ្យតែមានពាក្យ min បានថាគេ compress រួចហើយអញ្ចឹងជាទូទៅ developer គេចង់កូដសម័យ code CS ឬក៏ JavaScript អីហ្នឹងនេះគឺយកអា file ដើមរបស់វានេះដែលមិនតង់ compress ហ្នឹងយើងអាចកែប្រែបាន folder JS សម្រាប់ផ្ទុក file JavaScript បាទនេះពីរដូចគ្នាទេអានេះបានន័យថាអានេះមិនតន់ compress អានេះ compress រួចអាពីរនេះយើងប្រើមួយណាក៏បានដែរជាទូទៅ developer ដែលគេកំពុងតែ develop project តាក់ទងទៅនឹង bootstrap ហ្នឹងជាទូទៅគេប្រើអានេះពីព្រោះថាយើងអាចខុសសម័យ JavaScript បានបើអានេះយើងខុសសម័យទៅពិបាកវាជាប់គ្នា compress ទៅវាខ្លីអញ្ចឹងណាអានេះតាក់ទងនឹង font អូខេអានេះប្រភេទ bootstrap source code វាមាន structure ផ្សេងគ្នាបាទអូខេឥឡូវនេះយើងធ្វើការ download វិញអញ្ចឹង bootstrap បើសិនណានេះខ្ញុំ download នេះគឺ download version 3.3.4 បើយើងចង់បាន version 2 ចុចហ្នឹងគឺយើងអាចចុចនៅខាងក្រោមនេះបាទចុចនៅខាងក្រោមនេះទៅចុចនៅខាងក្រោមហ្នឹងចាំមក play អ៊ីនធឺណិតកំពុងតែដើរលឿនអូខេឥឡូវខ្ញុំធ្វើការ download អា3ចុចក៏ដោយទៅឥឡូវខ្ញុំខ្វាយសិនអញ្ចឹងដើម្បី download 3ចុចគឺខ្ញុំយកអា bootstrap នេះបាទចុចហើយអញ្ចឹងអ្វីដែលខ្ញុំបង្រៀនគឺខ្ញុំបង្រៀន bootstrap version ថ្មីគឺ version 3.3.4 អញ្ចឹងអាលក្ខណៈ version ហ្នឹងគឺវាខុសគ្នាបន្តិចបន្តួចអូខេឥឡូវខ្ញុំ save file នឹងទុកគឺខ្ញុំ save ដាក់ក្នុង file វីដេអូនេះខ្ញុំ save ទៅហើយខ្ញុំ download អូខេចាំមក play អូខេឥឡូវខ្ញុំបាន file ហ្នឹងហើយអញ្ចឹងខ្ញុំចូលទៅកាន់ Windows Explorer ខ្ញុំគឺខ្ញុំទុកអា file ដែលខ្ញុំ download មិញគឺខ្ញុំទុកនៅក្នុងនេះឥឡូវខ្ញុំ extract វាមកអូខេខ្ញុំ extract file ខ្ញុំដាក់នៅទីតាំងហ្នឹងអូខេឥឡូវខ្ញុំបាន folder មួយនេះឥឡូវខ្ញុំលុបវាទៅខ្ញុំដាក់កែវាដាក់ជា library អញ្ចឹងទៅឈ្មោះ lib ជាពាក្យពេញ library អូខេឥឡូវខ្ញុំខាត់វាដាក់នៅខាងក្រៅនេះចាហើយចាំលុប folder នេះចោលអូខេឥឡូវនេះវាមាន3 file នេះឥឡូវវាតាល់នេះសម្រាប់ផ្ទុកអីគេផ្ទុក JavaScript អានេះផ្ទុក font សម្រាប់អានេះផ្ទុក file CSS អូខេឥឡូវខ្ញុំបង្កើត file មួយគឺ index extension html
ហើយបន្តមកខ្ញុំ open វាជាមួយនឹង Notepad++អញ្ចឹងកម្មវិធី Notepad++ គឺក្នុងកុំព្យូទ័រមានទេគឺយើង download install ទៅឡើងខ្លួនយើងទៅឬយើងប្រើជាមួយ Notepad ក៏បានដែរអូខេបន្តមកខ្ញុំ copy នៅក្នុង project ដែលយើង download នេះដែរហ្នឹងយើង copy code វានេះមកនេះយើង copy code នេះយើងខ្ជិលសរសេរខ្លួនខ្ញុំបាទខ្ញុំបើយើងសរសេរខ្លួនយើងក៏បានដែរអូខេ copy ហើយខ្ញុំយកវាមកផាសកន្លែងហ្នឹងហើយបន្តមកគឺយើងចូលទៅកាន់ website jQuery ដើម្បី download jQuery យកមកដាក់នៅក្នុងហ្នឹងបើសិនណាបើយើង download jQuery ទេពេលដែលយើងប្រើ model ឬក៏ប្រើតាក់ទងនឹង animation គឺវាអត់ដើរទេតែអ្វីទៅ model នៅក្នុងវីដេអូមេរៀនក្រោយៗខ្ញុំនឹងលើកបង្ហាញបាទឥឡូវខ្ញុំធ្វើការ download សិនអញ្ចឹងខ្ញុំ download jQuery អូខេ jQuery គឺវាមានតាមប្រភេទរបស់វាដែរវាមានសម្រាប់compress នេះយើងកែអត់កើតទេឥឡូវខ្ញុំយកជាទូទៅបើសិនណាយកដាក់នៅលើអ៊ីនធឺណិតគឺគេប្រើ compress នេះប៉ុន្តែបើយើងកំពុង develop ជាមួយនឹង project ហ្នឹងគឺយើងយក uncompress នេះបដ ாய் ទៅអញ្ចឹងណាយើងអាចកែប្រែបានអូខេឥឡូវខ្ញុំយកទាំងពីរទៅស្រួលថ្ងៃយើងប្រើថ្ងៃក្រោយអូខេឥឡូវខ្ញុំ keep វាចាំ update អ៊ីនធឺណិតកំពុងតែលឿនអូខេឥឡូវខ្ញុំ download បានហើយខ្ញុំបើកហ្នឹងគឺខ្ញុំទុកនៅណាចេះមិញនេះ jQuery នេះខ្ញុំខាត់វាមកខ្ញុំដាក់នៅក្នុងវីដេអូហើយខ្ញុំចូលក្នុង library ខ្ញុំដាក់វានៅក្នុង file JS អូខេបន្តមកបានអាហ្នឹងហើយគឺខ្ញុំអូខេឥឡូវបានប៉ុណ្្នឹងហើយឥឡូវខ្ញុំសាក demo កន្លែងនេះបន្តិចតាក់ទងទៅនឹងឥឡូវខ្ញុំចូល folder នៅក្នុង project របស់យើងមិញនេះ project របស់យើងនេះឥឡូវខ្ញុំចុចទៅនេះឃើញវាចេញតែប៉ុណ្ណេះដំបូងអញ្ចឹងយើងមកមើល code របស់យើងវិញដែលយើង copy មិញអញ្ចឹងខ្ញុំបញ្យល់តិចតាក់ទងទៅនឹងដែលយើងហៅ link ប្រើអាកន្លែងនេះសម្រាប់ដែលវា support ជាមួយនឹង device ផ្សេងៗយើងអាច open អានេះទៅយើងហៅ link មកគឺវា support device ផ្សេងៗទៀតដូចជា tablet ដូចជា smartphone ពួក Nokia អេក្រង់តូចអីចឹងមួយវិញទៀតតាក់ទងទៅនឹងយើងហៅ bootstrap នេះlink cs bootstrap min.cs style sheet បានន័យថាយើងអាចហៅ bootstrap.cs ក៏បានឬក៏ bootstrap min ក៏បានដែរអូខេយើងហៅអាហ្នឹងមួយសំខាន់ជាងគេហើយមួយទៀតកន្លែងនេះបើសិនណាយើងអាចហៅអីគេ JavaScript នេះអានេះតិចទៀតយើងធ្វើការ download ហើយអានេះបើសិនណាអត់អ៊ីនធឺណិតគឺវាអត់ដើរទេអញ្ចឹងបើសិនណាយើងធ្វើការជាលក្ខណៈ project ជា group អីគឺយើងធ្វើនៅក្នុង local អីអញ្ចឹងបើសិនណាយើងអត់ download អា file នេះនៅក្នុង website នេះ link នេះទេគឺអត់ដើរទេអញ្ចឹងយើងត្រូវការធ្វើការអីជាមួយអ៊ីនធឺណិតអញ្ចឹងចាំបាច់គឺយើងត្រូវ download អានឹងហើយមួយទៀតJS.bootstrap min អានេះ file សំខាន់សម្រាប់ JavaScript bootstrap library បើអត់អានឹងទេ model អីឬក៏ form អីគឺវាអត់ load ទេបាទអូខេឥឡូវខ្ញុំសាក test មួយទៅនៅក្នុងនេះខ្ញុំ test button ឥឡូវខ្ញុំដាក់ OK បន្តមកខ្ញុំដាក់ button បិទវាមួយទៀតខ្ញុំដាក់ button អូខេ button ហ្នឹងអញ្ចឹងដើម្បីហៅ bootstrap ខ្លះមកឥឡូវខ្ញុំសាក test មើលឥឡូវខ្ញុំបើក HTML ខ្ញុំ refresh ឃើញហ៎ button នេះវាអត់មាន style អីទេអញ្ចឹងដើម្បីហៅ style ក្នុង bootstrap អញ្ចឹង bootstrap គឺគេប្រើខ្លះ bootstrap គឺយើងត្រូវស្គាល់ប្រភេទខ្លះវាឥឡូវខ្ញុំហៅ style button អញ្ចឹង button btn គេហៅខ្ញុំដាក់btn បន្តមកខ្ញុំដាក់ info អញ្ចឹងទៅអញ្ចឹងវាមានប្រភេទវាអញ្ចឹងប្រភេទ button ផ្សេងប្រភេទ form អីផ្សេងទៀតយើងនឹងលើកបង្ហាញឥឡូវនេះគាត់ជា style ខ្ញុំគាត់ប្រាប់យើងថានេះប្រភេទ button វាបានប៉ុណ្ណឹងអូខេនៅក្នុងវីដេអូនេះខ្ញុំគាត់ប្រាប់របៀបថា
ដាក់ file ធ្វើម៉េចឲ្យ bootstrap framework ហ្នឹងវាដើរតែប៉ុណ្្នឹងឯងអូខេឥឡូវយើងត្រឡប់មក back មក ASP.NET យើងវិញ ASP.NET គឺយើងត្រូវ import វាមិនបាទឥឡូវនៅក្នុង ASP.NET ខ្ញុំបើកកម្មវិធី Visual Studio ទៅហើយបន្តមកខ្ញុំបង្កើតបច្ចេកមួយជា web page អូខេឥឡូវខ្ញុំយក website នេះហើយបន្តមកខ្ញុំយកពាក្យ empty ហើយបន្តមកកន្លែងនេះខ្ញុំដាក់ទៅខ្ញុំដាក់bootstrap click on bootstrap ខ្ញុំដាក់ bootstrap demo អញ្ចឹងទៅខ្ញុំដាក់ bootstrap demo អូខេបន្តមកខ្ញុំបានបញ្ជាក់នឹងហើយខ្ញុំបង្កើត web form មួយសិនអូខេឥឡូវខ្ញុំបង្កើត web form មួយអញ្ចឹងដើម្បីបង្កើត web form យើងដឹងហើយណាមិនបាច់ខ្ញុំប្រាប់ទេអូខេ add new item ហើយបន្តមកខ្ញុំយកពាក្យ web form ឥឡូវ web form ហ្នឹងខ្ញុំដាក់demo អញ្ចឹងទៅហើយបន្តមកខ្ញុំ add វាអូខេចាំបន្តិចឥឡូវនេះវាបានប៉ុណ្ណឹងឥឡូវខ្ញុំអត់តដាក់ bootstrap ទេឥឡូវខ្ញុំចាំតិចទៀតខ្ញុំ run វាកំពុងដាក់អូខេឥឡូវខ្ញុំ run បច្ចេកនឹងមើលខ្ញុំ run ចង់ដឹងថាវាមិនវាប្លែងអូខេចឹងអត់តាន់មានអីណា web form ហ្នឹងអូខេអញ្ចឹងខ្ញុំ import ខ្ញុំបិទសិនទៅឥឡូវខ្ញុំ import bootstrap ហ្នឹងអញ្ចឹង import ដូចគ្នាអញ្ចឹងយើងចូលទៅកាន់នេះរបស់យើងមិញហ្នឹងនេះចេះខ្ញុំ download ហ្នឹងខ្ញុំ copy វាមកហើយបន្តមកខ្ញុំ paste នៅក្នុងរបស់ខ្ញុំហ្នឹងអូខេនៅក្នុងនេះហើយបន្តមកនេះដែលខ្ញុំនិយាយមិញហ្នឹងអញ្ចឹងនៅក្នុង CSS នៅសំទោសនៅក្នុង web form ហ្នឹងគឺយើងនៅក្នុង head ហ្នឹងគឺយើងហៅពីរទី1 bootstrap យើងអាចហៅ bootstrap min នេះបណ្ដោយទៅ file compress វាដើរលេងនៅលើ internet ឬក៏លើ server ហើយមួយទៀតbootstrap.chim បើយើងហៅក៏បានអត់ហៅក៏បានដែរស្រេចចិត្តយើងឯងហើយមួយទៀតអូខេឈប់ខ្ញុំមើលសិនយើងហៅពីរហ្នឹងហើយមួយទៀតនៅក្នុង body គឺយើងដាក់ script អញ្ចឹង script វាមិនបានចាំបាច់ដាក់ body ពេល website load មកដំបូងគឺ script ដើរមុនគេនៅក្នុង body ហ្នឹងវា load body មុនគេអញ្ចឹងចាំបាច់ត្រូវដាក់script នៅក្នុង body មុនវាដើរលើបើយើងដាក់នៅក្នុង header ក៏បានដែរប៉ុន្តែវាដើរយឺតអញ្ចឹងណាអូខេអញ្ចឹងយើងជាទូទៅស្តង់ដារគេដាក់នៅក្នុង body ជាទូទៅឥឡូវខ្ញុំហៅ bootstrap មួយគឺ bootstrap នេះ bootstrap min នេះឬក៏យើងដាក់ bootstrap ក៏បានដែរស្រេចចិត្តយើងbootstrap min ដូចគ្នាអានេះ compress អានេះ compress អានេះអត់ត compress បើសិនណាខ្ញុំចង់កែstyle របស់វានៅក្នុង JS តាក់ទង animation ខ្ញុំប្រើនេះមកខ្ញុំប្រើនេះពិបាកកែគឺកែទេពិបាកមើល function វាញឹកស្ញែងអូខេហើយមួយទៀតគឺខ្ញុំហៅ jQuery នេះមួយទៀតអូខេបន្តពីហៅ jQuery នេះឥឡូវខ្ញុំចូលមក website bootstrap នេះខ្ញុំ copy អានេះ copy អានេះដាក់អូខេអញ្ចឹងខ្ញុំ copy អានឹងដាក់ប្រសិនបើយើងនេះយើងអាចធ្វើការ download វាឥឡូវខ្ញុំធ្វើការ download វាបើសិនណាខ្ញុំមក download ទេដូចខ្ញុំនិយាយមុនអញ្ចឹងយើងធ្វើការជាលក្ខណៈ local អត់បានទេអញ្ចឹងខ្ញុំធ្វើការ download វា copy link ហ្នឹងមកខ្ញុំ paste and go ហើយបន្តមកខ្ញុំ save ខ្ញុំដាក់នៅក្នុង video library js save អានឹងមួយអូខេឥឡូវខ្ញុំធ្វើការ refresh
ok oh my god jQuery HTML ok ឥឡូវខ្ញុំខាត់វាមកចេះបដ ாய் ទៅស្រួលអូខេឥឡូវដាក់ចេះទៅខាត់វាមកចេះអូខេខាត់បានហើយខ្ញុំទាញវាដាក់ចូលលើអូខេហើយខ្ញុំនៅ file មួយទៀតគឺ file មួយនេះចឹងខ្ញុំ save ដូចដែល style and go ទៅហើយបន្តមកខ្ញុំទៅចូលទីតាំងនឹងដែរនេះខាងមក respond បន្តមកខ្ញុំយកវាមកខាងនេះអូខេចឹងបានហើយខ្ញុំដាក់ប៉ុណ្ណេះអញ្ចឹងវាប្រកបជាដែរហើយអូខេអញ្ចឹងយើងហៅតែប៉ុណ្្នឹងឯងចឹងនៅក្នុង deal យើងនេះយើងអាចអូខេឥឡូវខ្ញុំដាក់ heading to ទៅ hello world ហើយកន្លែងនេះខ្ញុំហៅអីគេខ្ញុំហៅប៊ូតុងដែរមកឥឡូវខ្ញុំសាbutton នេះចឹងនៅក្នុង button នេះខ្ញុំអាចដាក់ ID ដាក់ btn តែហ្នឹងទៅខ្ញុំដាក់ OK ហើយបន្តមកចឹងដើម្បីហៅខ្លះរបស់ bootstrap យើងអាចហៅខ្លះទៅបានទេគឺយើងប្រើ CS ខ្លះគឺយើងប្រើ CS ខ្លះនេះហើយបន្តមកខ្លះវាឈ្មោះអីខ្ញុំដាក់ btn បន្តមក btn វាមាន default វាមាន danger វាមានអីហ្នឹងចាំយើងរៀនប្រភេទហ្នឹងតាមនៅវីដេអូក្រោយអូខេឥឡូវខ្ញុំសាក save ឥឡូវខ្ញុំសាក run វាម្ដងទៀតអូខេនេះឃើញដែរហើយឃើញទេដើរស្អាតហ្មងstyle បើយើងចង់បានអីផ្សេងទៀតនៅក្នុងវីដេអូក្រោយគឺខ្ញុំបង្រៀនតាក់ទងទៅនឹង layout អូខេនេះយើងហៅតែប៉ុណ្្នឹងទេអូខេឥឡូវខ្ញុំសង្ខេបមកវិញបើសិនណាយើងធ្វើនៅក្នុងបច្ចេកជាមួយនឹង ASP.NET ដំបូងគឺយើងត្រូវ import library របស់វាចូលសិនហើយបន្តមកគឺយើងត្រូវ download jQuery បើយើង download ទេពេលយើងប្រើមួយដងគឺអត់ដើរទេអូខេអញ្ចឹងដើម្បីប្រើវាបានដំបូងគឺយើងត្រូវហៅ style 2គឺយើងហៅ bootstrap min ឬក៏ bootstrap បើសិនណាយើងចង់ធ្វើការកែ style គឺយើងមិនបាច់ហៅ bootstrap min ទេកែ style CSS ហើយយើងចង់បានឧបមាថា button វាពណ៌រាងក្រហមដូច button នេះពណ៌ក្រហមពេកយើងចង់បានពណ៌រាងក្រហមរាងស្ទើរជាងហ្នឹងយើងអាចកែបាននៅវីដេអូក្រោយទៀតខ្ញុំរៀនរបៀបខុសសម័យcode style ហ្នឹងហើយមួយទៀតតើតោងនឹង sim នេះបើសិនណាយើងដាក់ក៏បានអត់ដាក់ក៏បានដែរសារចិត្តយើងហើយមួយវិញទៀតតើតោងយើងហៅ script នេះអានេះយើងទាញដាក់បណ្ដោយដំបូងយើងអាចហៅ bootstrap min ឬក៏ bootstrap ទៅក៏បានដែរ .js ហ្នឹងហើយមួយទៀតគឺយើងអាច download jQuery ហ្នឹងគឺយើងយកមកដាក់ហ្នឹងដែរហើយអាពីរនេះដូចខ្ញុំនិយាយអញ្ចឹងនិយាយម្ដងទៀតបែរថាយើង copy link វានេះមកហើយយើង save វាហើយយើង copy ដាក់នៅក្នុងបច្ចេកមក download ដាក់ទាំងពីរហើយបើសិនណាបើយើងអត់ដាក់អញ្ចឹងទេយើងធ្វើការនេះជាលក្ខណៈ online អញ្ចឹងធ្វើការ local គឺអត់ដែរ script មួយចំនួនអញ្ចឹងយើងត្រូវការធ្វើ download វាអូខេអញ្ចឹងនៅក្នុងវីដេអូនេះ
ត្រូវបានបញ្ចប់ប៉ុណ្ណេះនៅក្នុងវីដេអូក្រោយគឺខ្ញុំបង្ហាញពីរបៀបdesign web layout ហើយយើងត្រូវ design មិនបាទសូមរំចាំមេរៀនទី3បាទសូមអរគុណ